កម្មវិធីស្ថាបត្យកម្មខ្មែរក្នុងសប្តាហ៍នេះខ្ញុំនិងលោកគ្រូតារារិទ្ធក៏ដូចជាអ្នកគ្រូកញ្ញានឹងនាំអ្នកទាំងអស់គ្នាទស្សនាពីដំណើរកម្សាន្តមួយដ៏ប្លែកតាមរយៈការជិះស៊ីក្លូវិញម្ដងហើយស៊ីក្លូនេះផងដែរមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរមួយប៉ុណ្ណោះទេប៉ុន្តែវាគឺជាបេតិកភណ្ឌដ៏រស់រវើកនិងជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់របស់កម្ពុជាជាពិសេសក្នុងរាជធានីភ្នំពេញតាំងពីចំនួនអាណានិគមរហូតមកដល់បច្ចុប្បន្នដូច្នេះសប្តាហ៍នេះខ្ញុំនឹងបន្តដំណើរស្វែងយល់បន្ថែមទៀតពីសំណង់ស្ថាបត្យកម្មបារាំងតាមដងផ្លូវដែលបានឆ្លុះបញ្ចាំងពីប្រវត្តិការអភិវឌ្ឍនិងការអភិរក្សនៅរាជធានីភ្នំពេញពូដល់បណ្ណាល័យពូឈប់គៀននេះឈប់នឹងចុះពូយ៉ានឹងមកនេះតាយើងមកដល់ព្រះរាជបណ្ណាល័យលួងម៉ែហើយមើលខ្លងទ្វារគេក៏បោកបាច់រចនាស្អាតមែនតើចុះចង់សួរបងដែលអញ្ជើញមកបណ្ណាល័យលួងម៉ែនេះពីមុនមកអត់អត់ដែលសោះហើយជាលើកទី1ដែលបងចូលមកក្នុងតំបន់ហ្នឹងហើយនៅមានបណ្ណាល័យហើយនៅចិត្តព្រះបរមរាជវាំងទៀតចា៎ហ្នឹងគួរឲ្យគេថាមានចិត្តមួយថាសប្បាយដែលយើងមកឃើញការប្រើប្រាស់អាគារនៅក្នុងសម័យអាណានិគមមកคล้ายជាបណ្ណាល័យចុះដាលីនវិញដែលមកបណ្ណាល័យនេះពីមុនមកអត់ចាអ្នកគ្រូទុកតាសាលាខ្ញុំនៅចិត្តនេះឯងប៉ុន្តែជាក់ស្ដែងគឺនេះជាលើកទី1របស់ខ្ញុំដែរដែលបានមកដល់បណ្ណាល័យនេះមកដល់ពិតជាតិចចិត្តមែនតើដោយសារតែមានដើមឈើផ្សេងមានសលេងចាប់មកលឺសូរគួរឲ្យចង់ឲ្យយើងចូលមែនទេអញ្ចឹងឥឡូវទាំងបងទាំងដាលីនអត់ដែលអញ្ជើញមកអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាហ្មងណាចាអូខេតោះចាពេលដែលខ្ញុំបានចូលមកដល់បរិវេណខាងក្នុងភ្លាមខ្ញុំពិតជាមានអារម្មណ៍ថារំភើបមែនទែនដោយបានឃើញការរៀបចំដោយរក្សាទុកនូវអត្តសញ្ញាណនិងការផ្ដល់តម្លៃដល់បរិស្ថានវត្តមានរបស់ដើមឈើដែលស្ថិតនៅក្នុងអគារបានផ្ដល់នូវអារម្មណ៍ដូចជាយើងកំពុងតែស្ថិតនៅក្នុងសួនច្បារធម្មជាតិមួយអញ្ចឹងចំណែកឯពន្លឺបង្កើតបានជាស្រមោលរេរាំតាមស្លឹកឈើលាយឡំជាមួយនឹងសំឡេងចាបធ្វើឲ្យយើងមានអារម្មណ៍ពិតជាស្រស់ស្រាយជាមួយនឹងធម្មជាតិនៅទីនេះមែនទែនក្រៅពីសួនច្បារហើយនឹងដាំផ្កាអីតាមផ្លូវចូលហ្នឹងបងចាប់អារម្មណ៍គេធ្វើរូបចម្លាក់សេវាលឹងអញ្ចឹងណាហើយដែល inspire ចេញពីភ្នំកលាហ្នឹងធ្វើឲ្យស្ថាបត្យកម្មផ្ទះសម័យបារាំងយើងហ្នឹងវាមានការផ្សារភ្ជាប់ពីសម័យកាលមួយទៅសម័យកាលមួយអញ្ចឹងវ៉ាវពិតជាពិសេសមែនតើចាអញ្ចឹងឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងនៃបណ្ណាល័យតែម្ដងទៅយើងជិះចំពោះប្រវត្តិអគារនេះមិនវិញទៅអ្នកគ្រូដោយសារតែខ្ញុំក៏ធ្លាប់បានស្រាវជ្រាវទៅលើសំណង់បុរាណដែរប៉ុន្តែអត់ដែលប្រទះជាមួយនឹងប្រវត្តិសំណង់មួយនេះសោះអូខេនិយាយទៅខ្ញុំបានធៀមឯកសារដែលខ្ញុំធ្លាប់យកពីមុនពីបណ្ណាល័យដែរអញ្ចឹងយើងអង្គុយសិនណាចាំខ្ញុំបង្ហាញព័ត៌មានតទៅមកអគារហ្នឹងអូអញ្ចឹងអ្នកគ្រូបានយកមកដែរយកមកដែរចាអញ្ចឹងបងជើញអង្គុយសិនចឹងខ្ញុំបានធៀមប្រតិបត្តិដែលខ្ញុំបានយកកាលខ្ញុំមកពីមុនណាទុកជូនបងហើយនឹងដាលីនផងដែរចាអញ្ចឹងយើងឃើញឈ្មោះបណ្ណាល័យនេះគេហៅបណ្ណាល័យសម្ដេចម៉ែចាតាមខ្ញុំបានជួបបណ្ណារៈនេះមកគេបានប្រាប់ពីប្រវត្តិអគារដែរតាមដែលដាលីនសួរខ្ញុំមិញហ្នឹងអញ្ចឹងអគារហ្នឹងគឺជាអគារតាំងពីសម័យអាណានិគមនិយមបារាំងមកមែនសង់ឆ្នាំ1926អញ្ចឹងឥឡូវគេបានកែប្រែទៅជាបណ្ណាល័យសម្ដេចម៉ែហ្នឹងឯងអញ្ចឹងបានពេលដើរចូលមកឃើញរូបថតលោកស្រីសាហាឌីតដែលជាស្ថាបត្យករល្បីលើពិភពលោកហើយបើមើលតាមលិខិតបានអញ្ចឹងក្រោយនេះគឺគាត់បាន design នៅអគារស្លឹករឹតណាមណ្ឌលឯកសារកម្ពុជា ច
ហើយមួយទៀតយើងចូលមកគឺមាន feeling ខុសប្លែកពីទីតាំងបណ្ណាល័យផ្សេងៗអញ្ចឹងមកដល់យើងមានថាដូចជាកន្លែងបន្ទប់ទូភាក្នុងផ្ទះមានអារម្មណ៍ថាយើងនៅផ្ទះអញ្ចឹងការប្រើប្រាស់លំហសម្រាប់ការអានសៀវភៅបើយើងពិនិត្យមើល surrounding តាំងពីយើងចូលមកអីអញ្ចឹងណាឃើញថាយើងមានអារម្មណ៍មួយខុសប្លែកពីបណ្ណាល័យផ្សេងៗអញ្ចឹងយើងយកសៀវភៅមកអាននៅផ្ទះយើងជួបជុំគ្រួសារការជជែកគ្នាឧទាហរណ៍ថាយើងយកសៀវភៅនេះមកមើលយើងមានការជជែកគ្នាវាជា feeling មានភាពស្និទ្ធស្នាលអញ្ចឹងណាហ្នឹងហើយអញ្ចឹងអារម្មណ៍ខ្ញុំក៏អត់ខុសពីបងដែរធ្លាប់មកពីមុនហើយឥឡូវគឺមានអារម្មណ៍ដដែលមានអារម្មណ៍ដូចផ្ទះយើងអញ្ចឹងមានអារម្មណ៍ថាក្តៅពេលយើងអានសៀវភៅនៅនេះចាវាដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវមួយនៅក្នុងផ្ទះយើងចានេះជាបណ្ណាល័យប៉ុន្តែនៅពេលដែលខ្ញុំដើរចូលមកហេតុអីបានជាអត់សូវមានឃើញសៀវភៅច្រើនដោយបណ្ណាល័យផ្សេងអញ្ចឹងអ្នកគ្រូដោយសារកន្លែងនេះគេលាក់នៅបន្ទប់មួយដូចជាឃ្លាំងចំណេះដឹងមួយអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យដាលីនសាក់រកមើលអាចនៅជ្រុងណាដែរអាចទាញមើលដឹងបានទេពេលដែលខ្ញុំដើរចូលមកខ្ញុំអត់ឃើញមានធ្នើដាក់សៀវភៅខ្ញុំគិតថាវាអាចនៅក្នុងទូប៉ុន្តែជាក់ស្ដែងវាអត់សូវមានឃើញទូទៀតអញ្ចឹងខ្ញុំអត់ដឹងទេនេះប្រហែលជាសុំឲ្យអ្នកគ្រូប្រាប់ហ្មងហ្នឹងតែចាតែពិតខ្ញុំក៏អត់ដឹងដែរដោយសារធ្លាប់មកពីមុនបណ្ណារ័យគាត់ជូនទៅអញ្ចឹងដូចជាកំណត់ចំណេះដឹងមួយអញ្ចឹងខ្ញុំនឹងជូនបងហើយនឹងដាលីនទៅមើលបន្ទប់ហ្នឹងតាមដែរចាឆ្ងល់ដែរចានេះយើងមកដល់ហើយឃ្លាំងចំណេះដឹងនៅទីនេះឯងវ៉ាវកំណត់ទៅនេះសោះតែសភៅតាក់ទងមួយប្រវត្តិសាស្ត្រចំណេះដឹងទូទៅនិយាយទៅបើចំណាយពេលអានយើងចំណាយពេលមួយថ្ងៃពេញក៏អានអត់ដែរគឺត្រូវមកជាប់លាប់ដើម្បីអានសម្រាប់ខ្ញុំឃើញសភៅនេះខ្ញុំនៅតែចង់មកអានបន្តរហូតគឺតាក់ទងប្រវត្តិសាស្ត្រទាំងនៅស្រុកខ្មែរហើយនិងនៅក្នុងពិភពលោកយើងផងដែរមានសភៅជាភាសាអង់គ្លេសភាសាបារាំងភាសាខ្មែរនៅនេះមានជាកំណត់ចំណេះដឹងតែម្ដងចាពេលត្បិតតែវាទូចមែនប៉ុន្តែអាចផ្ទុកបានសភៅច្រើនអាហ្នឹងជាផ្នែកមួយសម្រាប់សិប្បករគឺយើងត្រូវឲ្យស្គាល់ຂະຫນាតគេថាប្រភេទຂະຫນាតទៅតម្កល់សភៅនឹងຂະຫນាតយ៉ាងម៉េចចាណាអញ្ចឹងគេថាសិប្បករយើងគ្រប់រូបយើងគួរតែឲ្យដឹងថាការប្រើប្រាស់ space នឹងយ៉ាងម៉េចណាយើងឃើញគឺយើងអាចតម្កល់សភៅបានច្រើនដល់រាប់ពាន់ក្បាលឃើញហ្នឹងជាការងាររបស់សិប្បករយើងហ្នឹងចាចាប់អារម្មណ៍មានមិនធំតែសភៅមានដល់ឯកសារអីជាប្រវត្តិសាស្ត្រនិយាយទៅជាបណ្ណាសាស្ត្រដ្ឋានមួយហ្មងនៅក្នុងនេះអញ្ចឹងបានន័យថានៅពេលដែលស្ថាបត្យករក៏បានគិតគូរទៅលើការប្រើប្រាស់លំហ space ក្នុងការប្រើប្រាស់ទៅបានត្រឹមត្រូវអញ្ចឹងធ្វើឲ្យទីតាំងមួយដែលតូចគឺកាន់តែមានអត្ថប្រយោជន៍ប្រើប្រាស់បានច្រើនជាងមុនទៀតចា